សួស្តីអ្នកនរនេះគឺជីវិតអបផាតទី13ដែលយើងនឹងបង្ហាញតាក់ទងជាមួយនឹងការបង្កើត text អ្នកនរនេះការបង្កើត text មានដូចជា text របស់ថ្នាំ text របស់សរស text របស់កម្រាខណ្ឌអញ្ចឹងណាអូខេដើម្បីបង្កើត text បានយើងត្រូវចូលទៅបង្កើត parameter មួយចំនួនណាអ្នកនរនេះដើម្បីធ្វើការកែឈ្មោះវាអញ្ចឹងអូខេយើងចូលទៅកាន់ Manex ណាអ្នកនរនេះចូលមកកាន់ Manex ទៅហើយយើងចូលនៅក្នុងមុខងារមួយហៅថា share parameter អ្នកនរនេះចូលមកកាន់ share parameter យើងបង្កើត new ណាយើងដាក់ថា rename អូខេខ្ញុំសេ rename beam អញ្ចឹងណាអ្នកនរនេះប៉ុណ្្នឹងទៅហើយនេះយើងរើសជា text ណាតិចទៅបន្តមកទៀតខ្ញុំ rename តាក់ទងជាមួយនឹងcolumn អញ្ចឹងណាហើយយើងយកនេះជាតិចមកបន្តមកទៀតខ្ញុំតាក់ទងជាមួយនឹង rename តាក់ទងជាមួយនឹង wall ណាហើយនេះក៏ជាតិចដែរអូខេហើយយើង rename តាក់ទងជាមួយនឹងfloor មួយទៀតដោយសារប្រហែលជាគេអាចកែឈ្មោះអញ្ចឹងណាខ្ញុំតែប៉ុណ្្នឹងទៅបានហើយហើយយើងអូខេមកបន្តមកទៀតយើងចូលទៅកាន់ project parameter ដើម្បីធ្វើការ assign ណាអូខេ new ហើយយើង select parameter ទៅនេះ beam អញ្ចឹង beam យើងយកជាប្រភេទ constraint ណាឬ content មកអូខេហើយនៅក្នុងនេះយើងរើសតាក់ទងមួយនឹង schedule ហើយនឹងstructural framing តែប៉ុណ្្នឹងទៅបានហើយពីរហ្នឹងណានេះហើយយើងអូខេមកបន្តមកទៀតយើងធ្វើការ select តណាអូខេយើង select តាក់ទងមួយនឹង column ហើយយើងរើសត្រែទេ schedule ជាមួយនឹងstructural column ណាប៉ុណ្ណឹងហើយយើងអានេះយើងយក constraint មកប៉ុណ្ណឹងទៅបានហើយយើងអូខេទៅបន្តមកទៀតយើងធ្វើការ select តទៀតយើងទៅកាន់ select តាក់ទងជាមួយនឹង wall ទៀតណាអញ្ចឹងយើង select វាជា constraint អញ្ចឹងយកតាក់ទងមួយនឹង schedule ហើយនឹង floor ទាំងអស់គ្នាមកយើងតាក់ទងជាមួយនឹង wall sorry មិន floor ឯwall នៅណាចេះនេះយើងរើសណាតែពីរហ្នឹងទៅបានហើយបន្តមកទៀតយើងធ្វើការ select តទៅ select parameter ណាទីតាំងនេះខុសមួយបាត់ទាំងអស់គ្នាគេអត់ភ្លេចអក្សរអញ្ចឹងយើងអូខេសិនទៅបន្តមកទៀតយើងចូលទៅកែទៅសេថ្មីអានេះលុបចោលតែខុសគឺលុបហើយអាហ្នឹងការចេញឯងលុបហើយយើងធ្វើការ new ទៅអូខេយើងសេថា rename floor ណាបងប្អូននេះប៉ុណ្ណេះណាមិញវាខ្វះអក្សរ R មួយអញ្ចឹងយកតិចមកតែប៉ុណ្្នឹងទៅបានហើយយើងចូលទៅកាន់ project parameter មកយើងទៅការ select parameter តទៀតតមកទៀតយើងយក floor នេះមកអូខេតែប៉ុណ្្នឹងណាហើយយើងយកនេះជា constant ដែរមកពេលធ្វើឲ្យយើងឆែកឡើងវិញទាំងអស់អ្នកនរនេះហ្នឹងវាមាននៅក្នុង schedule ហើយតាក់ទងជាមួយនឹង floor នេះយើងហាយចោលតែប៉ុណ្្នឹងទៅបានហើយតមកទៀតយើងធ្វើការឆែកឡើងវិញណានេះ constant ហើយនេះអូខេបានហើយបន្តមកទៀតយើងឆែកតាក់ទងជាមួយនឹង column ណាអូខេនេះក៏អូខេដែរយើងឆែកឡើងវិញទាំងអស់នេះចូលក្នុង floor ឆែកតាក់ទងមួយនឹង wall ទៀតបានហ្នឹងយើងមានតែប៉ុណ្្នឹងទេអូខេទៅបន្តមកទៀតយើងចូលមកកាន់ new ទៅ new family ណា new family មកយើងចូលទៅកាន់ English ណាហើយចូលនៅក្នុង annotation ទៅហើយយើងរើសតាក់ទងជាមួយនឹង matrix generic text ទៅចុចលើនឹងមកបន្តមកទៀតយើងលុបអានេះចោលណាលុបអានឹងចោលបន្តមកទៀតយើងចូលមកកាន់family category ណាយើងរើសក្នុងលក្ខខណ្ឌតាក់ទងជាមួយនឹង structural framing text ដោះអានេះមក30ច្រើនអូខេប៉ុណ្្នឹងណាបន្តមកទៀតយក create ហើយយក label ហើយយើង edit type ទៅអូខេយើងរើស font អក្សរដែលយើងប្រើណាបោះ click ហើយយើងយកនេះយកថា2បានហើយបងប្អូន2 mm ណាកន្លែងនេះដាក់2មកអូខេដូរអានេះទៅជាប្រភេទ transparent វិញទៅអានេះ 0.8 តែប៉ុណ្្នឹងទៅបានហើយហើយយើងអូខេហើយคลิกមកពងមកយើងរុញតាក់ទងជាមួយនឹង parameter ដែលយើងបានណាចូលទៅកាន់ select មកយើងយក rename beam ហើយយើងអូខេយើងរុញវាចូលមកបន្តមកទៀតយើងរើសនៅលក្ខខណ្ឌ type name វាជាប្រភេទឈ្មោះមកកាត់ណាយើងរុញនឹងចូលមកប៉ុណ្ណឹងបានហើយយើង set នេះជា B1 ទៅមកអូខេកន្លែងនេះយើង set ជា prefix ណាចុចទីតាំងហ្នឹងណា prefix សងខាងដាក់ជាវងកញ្ចក់មកកន្លែងនេះយើងដាក់20 គុណ40ចោលណាដាក់សញ្ញាដកមួយមកនេះយកទៅ0ទៅបានហើយប៉ុណ្ណឹងមកអូខេទាញប៉ុណ្ណឹងអូខេហើយយើងចុច arrow key ឡើងលើណាប៉ុណ្ណឹងទៅបានហើយបន្តមកទៀតយើង share វាមក share វាទៅអូខេខ្ញុំ share វាថាជាប្រភេទshare វាជា beam text ណាបងប្អូន beam text តែប៉ុណ្ណឹងទៅបានហើយយើងយក option មួយតែមួយទៅបានហើយបងប្អូនហើយយើង share មកហើយយើង load វាទៅកាន់ project ណាបងប្អូនហើយយើង text នេះឃើញអត់
cái nàyនេះវាមាន rename អញ្ចឹងខ្ញុំដាក់ b មួយចោលណាតែវា load អត់ស្គាល់អត់អញ្ចឹងចាំវាតិចអូខេអញ្ចឹងមិនថាការបង្កើតនេះបានជោគជ័យនេះចំពោះ beam ណាអញ្ចឹងយើងចូលទៅកាន់ edit ទៅយើង edit ហើយយើងបន្ត cell ណា cell វាជាប្រភេទតាក់ទងជាមួយនឹងអូខេយើង set column text អញ្ចឹងហើយយើង save option តែមួយទៅបាននេះប៉ុណ្ណឹងណាប៉ុណ្ណឹងទៅបាននេះតមកទៀតយើងចូលមកក្នុងនៅក្នុង family category យើងរើសនៅក្នុងលក្ខខណ្ឌជាប្រភេទ structural column text យើងដោះ rotation ចោលមកប៉ុណ្ណឹងណាហើយយើង edit នេះតិចមកយើងរុញយើងទៅ select parameter ណា select parameter យើងបង្កើតតាក់ទងជាមួយនឹង column មកយើងរុញអូខេប៉ុណ្ណឹងហើយយើងដកនេះចេញទៅបានហើយរុញនេះឡើងលើមក set តាក់ទងជាមួយនឹង C1 ទៅប៉ុណ្ណឹងទៅហើយយើងដាក់សញ្ញាដកមុំមកនឹងកន្ទុយនេះនេះសូនអូខេប៉ុណ្ណឹងបានហើយហើយយើង save វាណាហើយយើង load វាទៅកាន់ project មកហើយយើង tag នេះឃើញអត់នេះនឹងតេស្តមកអូខេselect លើអក្សរនេះណាខ្ញុំដាក់អក្សរនឹង C1 ឃើញអត់នេះ C1 នៅពេលយើងយក content ឃើញកន្លែងកាយឈ្មោះនៅកន្លែងនេះអញ្ចឹងវាដើរមកហើយប៉ុណ្ណឹងបានអញ្ចឹងមានថាម៉េចអញ្ចឹងយើងកាយបានហើយយើងអូខេទៀតប៉ុណ្ណឹងណាបន្តមកទៀតយើងដកតាក់ទងជាមួយនឹងជាងដល់នេះអញ្ចឹងយើងខ្វាយនេះចោលទៅមកអូខេហើយយើងចូល beam ហើយយើងចូលទៅកាន់ edit បន្តទៀតណាតាក់ទងជាមួយនឹងការបង្កើត text របស់ជាងអញ្ចឹងចុចនៅលើនេះយើង share មក share អស់ណាយើងដាក់ថា vortex អញ្ចឹងទៅអូខេហើយយើង option វាមួយណាប៉ុណ្ណឹងទៅបានហើយបន្តមកទៀតយើងចូលទៅ edit label យើងទៅ select parameter ណាតាក់ទងជាមួយនឹង wall ណា click ប៉ុណ្ណឹងយើងរុញចូលមកហើយយើងដកនេះចេញទៅហើយយើងដកនេះចេញដែរបន្តមកទៀតយើងចូលទៅ select តាក់ទងមួយនឹងកម្រាស់របស់វាគឺពីទឹកទាំងអស់គ្នាហើយនេះយើង original 0មកយើងដាក់នេះ prefix suffix ដាក់ fix ដោយវងកញ្ចក់ទៅអូខេបន្តមកទៀតកន្លែងនេះនៅសញ្ញាដកមួយមកដាក់ W មួយយ៉ាងប៉ុណ្ណឹងទៅបានហើយឃើញអត់ sell ណាហើយយើង load ទៅកាន់ project ទៅខ្វែងចោលទៅអូខេហើយយើងមកមើលនៅក្នុងមាន vortex អត់យើងចូល edit តិចដើម្បីមើលវាណាអូខេនេះវាអត់ស្គាល់តែកម្រាស់អញ្ចឹងយើងចូលទៅកាន់ select ឈ្មោះឡើងវិញនេះ rename wall យើងរុញមកបានហើយរុញទៅឈ្មោះទៅបានហើយយើងរុញឡើងលើណាយើងថេថា W មួយមកតែប៉ុណ្្នឹងទៅបានហើយយើងចូលកន្លែងនេះហើយយើង edit យកប៉ុណ្ណឹងទៅយើង sell ណា refresh មកអូខេចុច arrow key មកប៉ុណ្ណេះយើង load វាទៅកាន់ project វិញយើង override ទៅបានហើយយើងបើកជាប្រភេទគូស wall មួយមកដើម្បីធ្វើការ text ទេ select មកពងប៉ុណ្ណឹងអូខេចុច TG ណាអត់មានទេធ្វើមិនវាដូចអត់ស្គាល់ខ្ញុំអត់អញ្ចឹងដើម្បីបើករណីវាអញ្ចឹងយើងខ្វែងចោលយើងចូលមកក្នុងនេះហើយយើងលុបវាចោលលុបអាពីរនេះចោលណា vortex នេះខ្ញុំវាអត់ដឹងដែរវាអត់ស្គាល់ពីរដងហើយនៅក្នុងនេះគឺ vortex អ្នកនរគ្នាអញ្ចឹងបើ vortex អត់ស្គាល់ទេ delete ហើយយើងចូលមកបង្កើតថ្មីមកកន្លែងហ្នឹងណា new ហើយ new family ទៅយក English annotation ហើយយើងយកលក្ខខណ្ឌmetric ចំណេញ data ហើយយើងរើសណាតមកទៀតយើងលុបនេះចោលទៅហើយយើងចូលមកកាន់មុខងារ parameter យើងរើសនៅក្នុងលក្ខខណ្ឌជាប្រភេទ vortex តើគ្នាកន្លែងនេះខ្ញុំបានរើស vortex អត់មិញខ្ញុំវិញខ្លួនឯងច្រឡំហ្នឹងមិញតែឥឡូវខ្ញុំបង្កើតមកឈុលអញ្ចឹងហ្នឹងតាបន្តមកទៀតយើងចូលមកកាន់មុខងារ label ណាហើយយើង edit តិចទៅហើយយើងយករើស font ដែលយើងប្រើណាហើយយើង duplicate ទៅយើងចុច control V មកយើង save ពី mm បាននេះយកប៉ុណ្ណេះណាកន្លែងនេះយើងដូរមកជាប្រភេទ transparent ហើយយើងរើសនៅក្នុងលក្ខខណ្ឌនេះ2បានហើយនេះ 0.8 ទៅបានប៉ុណ្ណឹងទៅបាននេះคลิกមកពងមកយើងចូលទៅ select parameter មកអូខេ wall នេះតោះនេះរុញណារុញប៉ុណ្ណឹងមកអូខេហើយយើងយកតាក់ទងមុននឹងកម្រាស់តែប៉ុណ្ណឹងទៅបាននេះ
100មកយើងដាក់វងកញ្ចក់ណាអានេះយើងសេឈ្មោះមកដាក់8មួយចឹងណាហើយយើងដាក់សញ្ញាដកមួយទៅអានេះយើងយក0បានហើយដល់វាគៀណាហើយយើងចុច arrow key មកប៉ុណ្ណឹងទៅយើងនេះបន្តមកទៀតយើង sell ណា sell អត់ទៅអូខេហើយយើងសេវាជាប្រភេទយើងដាក់ជា vortex ចឹងណាបងប្អូននៅតែមួយទៅបានហើយយើងចូលទៅកាន់នេះទៅអូខេ load វាទៅបានហើយនេះហ៎ចឹងមានថា ID ហ្នឹងវាអត់ស្គាល់ទេចឹងចុចលើហ្នឹងយើងកាយឈ្មោះវាមកយើងដាក់18មួយមកណាអត់ជាស្រេចអ្នកនរគ្នាមិញកន្លែងនោះមិញចឹងយើងធ្វើរួចអស់ហើយចឹងណាបងប្អូនចេញចំពោះការបង្កើត text តាក់ទងមួយវល់ខ្ញុំក៏ចង់មកchia sẻម្ដងទៀតបងប្អូនវារៀងកាយពេលយើងកាយទៅវាអត់ស្គាល់ដល់ពេលយើងបង្កើតទៅវាស្គាល់អញ្ចឹងណាអញ្ចឹងយើងចូលមកដល់ការបង្កើតតាក់ទងមួយនឹង text របស់កម្រាលខណ្ឌអញ្ចឹងខ្ញុំយកនឹងទៅ edit ទៀតឬក៏ដើម្បីកុំឲ្យមានបញ្ហាលើមិន edit ទេឥឡូវយើងកុំឲ្យបញ្ហាយើងបង្កើតថ្មីទៅអញ្ចឹងខ្ញុំចូលទៅកាន់ new file ហើយយើង new family ណាបងប្អូនnew ហើយយើងចូលនៅក្នុងលក្ខខណ្ឌ English ហើយយើងយកតាក់ទងជាមួយនឹង annotation ហើយយើងយក matrix generic model text ណាអូខេហើយយើងយកហ្នឹងទៅអូខេបន្តមកទៀតយើងលុបនេះចោលមកយើងយកមុខងារតាក់ទងជាមួយនឹងនេះហ្នឹងហើយយើងរកតាក់ទងមួយនឹង floor text ទៅបាននេះប៉ុណ្្នឹងណាហើយបន្តមកទៀតយើងចូលទៅកាន់ create ហើយយកពាក្យថា label ហើយយើង click លើនឹងមកពងមកយើងអត់តបាន edit អក្សរអញ្ចឹង edit ទៅហើយទៅអូខេយើងយក font ដែលយើងប្រើណាប៉ុណ្្នឹងទៅយើងយក2បានអ្នកនរគ្នា2ទៅអូខេនេះ 0.8 អានេះដូរមកអានេះយើងយក2ទៅនៅកន្លែងនេះប៉ុណ្ណឹងទៅបានហើយយើងដល់ click លើហ្នឹងហើយយើងទៅលេខ parameter ណានេះ name floor ហើយយើងរុញនឹងចូលមកអូខេយើងរុញពងមកបន្តមកទៀតវាតាក់ទងជាមួយនឹងកាមេរ៉ាអញ្ចឹងវាជាប្រភេទ default thickness អញ្ចឹងរុញប៉ុណ្ណឹងអូខេបានហើយអញ្ចឹងអានេះយើង say S1 ណា S1 បន្តមកទៀតយើងយកតែប៉ុណ្ណឹងតើអ្នក default thickness យើងដាក់ជាវងកញ្ចក់ទៅឬក៏យើងធ្វើមិនដល់នេះកន្លែងនេះខ្ញុំចង់រុញវិញចេះដោយសារនៅក្នុងនេះគឺគេអត់ទេអញ្ចឹងទេគេសេអញ្ចឹងគេសេកម្រាស់ក្រោមអញ្ចឹងណាបងប្អូនបើយើងសេជាន់នេះអញ្ចឹងធ្វើមិនកាត់អត់កាត់ទេយើងរុញវាចេញមកវិញនៅកន្លែងនេះខ្ញុំសេតាប្រព័ន្ធនេះតា S1 បានហើយអូខេនេះតាសក់ S នេះមួយមកបានហើយហើយចាំយើងធ្វើតាមប្រភេទដែលរបស់គេណាប៉ុណ្ណឹងទៅអូខេបន្តមកទៀតយើងយក create យក line មកគូសណាយកវា circle នេះមកគូសមកនេះរបស់គេគូសអញ្ចឹងដែរអញ្ចឹងកុំឲ្យធំពេកយើងយកធំទៅ5បានទេហើយយើងចុច arrow key មកនេះដើម្បីដាក់វាចុះក្រោមចេះអញ្ចឹងណាតែវាប៉ុណ្ណឹងទៅបានឬក៏ធំពេកយើងយកតាមតែ4នេះបានទេប៉ុណ្ណេះឃើញអត់ចុច arrow key ចុះក្រោមទៀតមកនេះហេឈ្មោះវាមិនច្រើនទេបន្តមកទៀតយើងធ្វើការ copy ណា CO ឬក៏យើងធ្វើការmirror ក៏បានដែរអូខេ mirror មកអូខេហើយយើងចូល edit ណាយើងដកនេះចេញយើងយកវាជាប្រភេទ default thickness រុញកម្រាស់ចូលណាកន្លែងនេះយើងគួរតែអានេះខ្ញុំដាក់ថា TXK កតុយណាបងប្អូនដើម្បី fix វាលើហ្នឹងមកចុះមកតែខ្ញុំចង់បានកម្រាស់វាថា2ទឹកចុះអញ្ចឹងខ្ញុំទេអញ្ចឹងណាបងប្អូនខ្ញុំចង់បានអញ្ចឹងណាបើតែនៅក្នុងនេះគេអត់បញ្ជាក់ជាកម្រាស់ទេអញ្ចឹងគេបញ្ជាក់ជាមីលីម៉ែត្រអញ្ចឹងគេចង់បានຂະຫນាតណាអញ្ចឹងបើចង់បានຂະຫນាតយើងចូលនៅនេះយើងយកវាជាមីលីម៉ែត្រណាបងប្អូនហើយយើងយកឲ្យក្បេសតែ2ខ្ទង់ទៅបានតែគេចង់បានអញ្ចឹងអត់ឃើញទេនៅពេលដែលយើងបញ្ចូលនៅក្នុងនោះបន្តមកទៀតយើងយក line មួយគូសឲ្យចំចំណុចកណ្ដាលប៉ុណ្ណេះមកអូខេប៉ុណ្ណឹងទៅបានហើយបងប្អូនណាហើយយើង sell ណា sell ទៅយើងសេមកយើងសេថាជាប្រភេទ floor text ចឹងណាប៉ុណ្ណឹងទៅបានហើយយក option តែមួយទៅបាននេះយើងរុញមកឡើងលើតិចទៅប៉ុណ្ណឹងទៅបានហើយហើយយើង load ទៅកាន់ project ណានេះមកយើងមិញឃើញអត់វាអត់តន់ស្គាល់ឈ្មោះទេតែអត់អីទេ
chẳng thật lại lượt floor đúng không lại lượt floor thứ mấy sẽ lại bàn floor nữa ok giờ dương vì thà em muốn mà ok phầnนั้นcác bạn này nè và tao mà tiết dương thua cả đọc của tôi nên thì chẳng dươngประกาศไม่ตอนทำthời thì chẳng màประกาศตอนthời mình bay nhai phầnนั้นchỗ mọi edit mọi những edit lên thì mới ok editอันนี้dương sau giờ mấyขนาดวิ่งเป็นโซนกระบี่ก่อนกระบี่chẳng giờ zone máu tập phầnนั้นcác bạn này bài chớ nên còn này chân trên mm mới ok và dương xéo nè dương load bị tầm mưa mà đồng tiền tập bị trở gọt chớ nè dương override nè vì ọt trời sọc mà đó nè là lấy những đọt khăn mm chào mà cầm nhanh nhanh giờ tầm tập pi rồi nên tập bài này cho clear nếu những đọt mạch đã như xéo mà ok dương load từ căn bị check với nhá override rồi nhẹ nè phần nè màu tí trắng đấy những đọt này cho bạn này nè trắng cho bạn này nè anh ấy chỉ là bọt mình thấy là bọt cái cái miếng đầy vậy hả chẳng là bây giờ đôi thơ đôi bọt kìa mừng chẳng cho tí trắng nữa mắt ok đã khả năng tới tòa dân bị tâm hùng nè từ vì cháu anh đó này nó bị chẳng vì rõ mờ nhưng mà trong màn chẳng này nè tại bạn đã tặng đây trong bán ở lời nhầm thua đôi tầm một chẳng nhầm chợt create vô lại nhưng mà cứu này là lừa bị tới dân chọn mà không phần này anh ấy mà dân anh ấy mà gặp buộc công đã đầu tiên là tao này cứu thơ mình khả năng thầm thờ nắng này lần lớn đi mà lần lớn đi nhưng bị cho bị anh ấy mông mồi sam pram ok anh ấy bảo bán với mùi chắc nhân thua ca mẹ rớ nè và tao mà tiết dương create hay dương cục mà khả năng pi đà pí hơi dương anh ấy mông mồi sam pram cho luôn mùi bảo bán mùi này pí hơi dương cho mình chạy mồi sam pram bảo bán với tao mùi thì anh nè bên tay anh ấy đôi chiếc đã cho bài thật nick nha đây đôi chiếc lấy bây giờ này bây giờ giờ bên đó này tao hơi dương rồi nhà này trâu nó tí này dương offset đi trâu nó nè dương create hay giờ lái dương giờ này pi cái này bên này nè ok dương đã pi plot tới này bay chạch buồn bên đó tới ok chắc nhân lục mình đi chào rồi để sai cái thua trắng nè bên tay đi stir chặt đỏ lại lục mình đi chào cài off màu cho đây dân giờ việc pi cái lá nè bên đó tới ok nó đi co pi cái lá đá pi chạch pram mà bắt đầu mà tới dân giờ create nè cục language cái này mời sang phải em rồi ok giờ về mùi chạch phém về bị giờ thầm mùi chạch pi thứ ba này bên đó nè ok đi mùi chạch pi mùi chạch pi bên đó tới bài này hết bài nó sẽ ăn chạy anh ấy bây giờ trong và tham khả năng mm nhưng plate design nhưng plate tiền mới chơi lên nắng mà ok bà kia trong ban chẳng đã năng mà bốn rồi sơn mà anh ấy giờ chín mm hơi giống bà này thôm tí này này tiền mà nó bà này mất chứ hơi dừng xéo nè anh đôi vào về nhỉ alright mà ok nè hay nhất còn thay vì bạn kỹ kia nhớ nè chẳng ăn bánh ha thì chứ nhưng tôi đòi lại nâng mất ok đọc tập bản tới bài này bông bản tới chào vậy hay dừng xéo nè xéo mới hơi dừng lột vì được anh và chạy dừng xe mẹ vô trong khói cửa mùi này giờ alright nè này rồi nhá chứ đặc biệt để kê xua dưới cái bông rồi nhá
នៅក្នុងកម្រាស់នេះវាអត់ដិតអញ្ចឹងធ្វើមិនខ្ញុំចូលទៅកាន់ edit ដើម្បីព្រីកកម្រាស់វាតិចនៅដល់នេះអានេះណាវាជាប្រភេទ float ទេខ្ញុំចូលទៅកាន់ manage ហើយយើងរើសនៅក្នុង object style ណាខ្ញុំយក new មកខ្ញុំដាក់ថាជាប្រភេទbinary text ឬក៏ខ្ញុំសេថា box tg ណាជាប្រភេទ binary text តែប៉ុណ្្នឹងទៅបានហើយហើយខ្ញុំរើសវាពណ៌x បានឥឡូវខ្ញុំយកពណ៌នេះសាកសិនឥឡូវខ្ញុំយកពណ៌ Q ចុះហើយកម្រាស់វាខ្ញុំយកវាអូខេខ្ញុំយកវា3ណាតែអស់លទ្ធភាពណាហើយយើង share មកខ្ញុំ click អ្នកមួយយើងនឹងដើម្បីយកជាប្រភេទ binary text វិញប៉ុណ្ណេះមកហើយយើង share ណាដើម្បីធ្វើការតេស្តវា alright មកអូខេនេះឬបើយើងចង់បានជាប្រភេទ binary ពេញចូលគ្នាក៏បានដែរអញ្ចឹងខ្ញុំ click ទៅលើវាខ្ញុំកែ edit វាមានថានេះយើង edit ហើយណាវាយូរទីស្មុគស្មាញទាំងអស់គ្នាដោយសារយើងព្យាយាម edit ឲ្យវាស្អាតចឹងណាពេលយើង text ទៅយើងមើលទៅស្ថានភាពផ្នែកយ៉ាងណាចឹងអញ្ចឹង click ប៉ុណ្ណឹងមកអូខេហើយយើងយក binary text ទាំងអស់មកអូខេប៉ុណ្ណេះអូខេប៉ុណ្ណឹងទៅអូខេហើយយើង save ណាalright មកឃើញទេបន្តមកទៀតនឹងធ្វើអីគេបន្តមកទៀតយើងចង់បិទអ្នកចោលដើម្បីកុំឲ្យវាស្មុគស្មាញយើង add floor មកយើងដកតាក់ទងជាមួយនឹងហាច់បេតុងណាដកនេះចឹងយើងយកក្នុងលក្ខខណ្ឌនេះមកអូខេដកចោលទៅចប់ហើយអញ្ចឹងយើងមើលឃើញតាក់ទងមួយនឹង floor យើងច្បាស់ហើយឃើញអ្នកបានអញ្ចឹង floor យើងមានតែប៉ុណ្្នឹងទេយើង take វាទៅហើយយើងមើល wall មើលអីណានេះបើករណីយើងចង់ដូរតិចនឹងទៅជឹកក៏បានដែរអីទេអញ្ចឹងណាវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយយើងនឹងធ្វើការបង្កើតតាក់ទងមួយនឹង family បន្តទៀតអ្នកនរគ្នាផ្សេងៗណាអ្នកនរគ្នាបាយបាយអ្នកនរគ្នា